mid fade បាទបងប្អូនអរគ្នាយើងមើលចែកទៅក្នុងការកាត់សក់មុំនេះជំនាញដំបូងយើងប្រើពុំ1កន្លះបូក open ដើម្បីយើងបង្កើតស៊ុំការបង្កើតស៊ុំបើសិនជាយើងបង្កើតបានស្អាតខ្លំល្អធ្វើឲ្យមុខសក់យើងកាន់មានសម្រស់បាទហើយបន្តមកទៀតយើងប្រើ trimmer ក្នុងការដែលយើង trim ក្នុងការបង្កើតព្រំបាទហើយយើង open វាក្នុងការបន្តនៃការដាក់លេខពីក្រោមឡើងទៅលើហើយបន្តមកទៀតយើងឃ្លុះបាទសម្រាប់យើង clean ឬក៏យើង fade រវាងចន្លោះពី open មក trimmer ហ្នឹងដើម្បីឲ្យវាមានជម្រៅល្អហើយបន្តមកទៀតយើងប្រើប្រាស់លេខ1ក្នុងការដែលយើង fade បន្តទៅលើដែលមានចន្លោះពី1កន្លះបូក1 open ហ្នឹងហើយយើង clean ជាមួយនឹង trimmer បន្តទៀតបងប្អូនចង់បានសក់នឹងបានកាន់តែ smooth ល្អបងប្អូនប្រើជាមួយនឹង server ណាធ្វើឲ្យវា clean កាន់តែស្អាតយ៉ាងជឿសក់ខាងក្រោមអញ្ចឹងការប្រើប្រាស់បច្ចេកទេសនៃការប្រើសូត្របន្ទាប់ទៅធ្វើយើងទទួលបានមុខសក់មួយយ៉ាងស្រស់ស្អាតអរគុណច្រើនបងប្អូនអរគុណ